សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះមកតម្លាក់សក់ហ្នឹងហើយនិយាយរៀងចិត្តបន្តិចបែកគ្នាយូរបងប្អូនសុខសប្បាយទាំងអស់គ្នាទេទាំងក្នុងប្រទេសនិងក្រៅប្រទេសខានជួបគ្នាយូរហើយក៏ខានធ្វើវីដេអូយូរដែរដោយសារតែមមាញឹកចឹងថ្ងៃនេះថ្ងៃទី23ខែ1ឆ្នាំ2026ចានៅក្នុងខែ1ឡើយខែមករាចាហើយខ្ញុំធ្វើវីដេអូនេះនៅក្នុងទីក្រុងបាត់ដំបងខេត្តបាត់ដំបងអូខេថ្ងៃនេះមិននិយាយអីណាវែងឆ្ងាយទេគឺយើងនិយាយតាក់ទងតែនឹងរឿងចំនួនខ្មែរថៃខ្ញុំឃើញមួយរយៈក្រោយនេះមានអ្នកវិភាគហើយបងប្អូនប្រជាពលរដ្ឋយើងមួយចំនួនក៏គាត់មានអារម្មណ៍ថាមិនសប្បាយចិត្តទេមិនសប្បាយចិត្តមិនតែបងប្អូនប្រជាពលរដ្ឋទេសូម្បីតែថ្នាក់ដឹកនាំរាជរដ្ឋាភិបាលមន្ត្រីទាំងអស់គឺសុទ្ធតែយើងមិនពេញចិត្តនៅសកម្មភាពរបស់ប្រទេសជិតខាងរបស់យើងណាដឹងហើយសកម្មភាពដែលគាត់ធ្វើអីផ្សេងទៅវាលឿនពេកចាអញ្ចឹងបើមនុស្សមួយដែលគាត់មានកម្រងច្បាស់លាស់ណាយូរឆ្នាំយូរខែហើយយូរសតវត្សហើយអញ្ចឹងពេលដែលគាត់ធ្វើមួយគឺលឿនណាហ្នឹងហើយតែសម្រាប់អ្នកដែលអត់គិតព្រៀងទុកទេដែលយើងមិនបានត្រៀមអញ្ចឹងយើងធ្វើអីទៅយឺតយ៉ាវចឹងយើងឃើញតំបន់មួយចំនួនដែលគាត់វិទីដាក់ផ្លាលួសយកអីចឹងទៅហើយគាត់ព្យាយាមធ្វើអ្វីគ្រប់យ៉ាងបង្ហាញនៅប្រជាពលរដ្ឋផងគាត់ពួកគាត់ចិត្តបោះឆ្នោតហើយខាងប្រទេសថៃណាចឹងយើងឃើញថាវាពិតជាគួរឲ្យឈឺចាប់ហើយមិនសប្បាយចិត្តទេដែលយើងជាប្រទេសក្រីក្រប្រទេសជិតខាងមួយដែលសេដ្ឋកិច្ចទុនខ្សោយជាងខាងគាត់ហើយដល់ពេលយ៉ាងទៅគាត់រំលោភបំពានច្រើនចាគាត់មិនខ្វល់ពីគេហៅការតំណែងតំណងរបស់យើងចាហើយម្យ៉ាងវិញទៀតយើងក៏ត្រូវមើលពីចំណុចខ្វះខាតរបស់ខ្លួនឯងដែរហ្នឹងហើយយើងឃើញហើយថាតើប្រទេសគេជិតខាងយើងគេរីកចម្រើនដល់កម្រិតណាហើយយើងនេះវាមានបញ្ហារហូតហើយសារនេះយើងអាចឃើញថាប្រជាពលរដ្ឋទាំងមន្ត្រីទាំងថ្នាក់ដឹកនាំអីយើងមានការសាមគ្គីគ្នាបានល្អអញ្ចឹងយើងនឹងបន្តធ្វើការងារនឹងបន្តទៀតធ្វើម៉េចកុំឲ្យបែកបាក់ផ្ទៃក្នុងពួកយើងត្រូវការអ្នកការពារមួយដ៏កក់ក្ដៅដែលគេអាចការពារយើងបានថ្នាក់ដឹកនាំគឺគាត់សំខាន់ណាស់គាត់ជាអ្នកដែលកាច់ចង្កូតអញ្ចឹងបើសិនជាគាត់កាច់ចង្កូតខុសគឺយើងពិបាកទាំងអស់គ្នាប៉ុន្តែសម្រាប់ខ្ញុំផ្ទាល់ទស្សនៈខ្ញុំផ្ទាល់ខ្ញុំជឿជាក់ទៅលើរាជរដ្ឋាភិបាលរបស់យើងបច្ចុប្បន្នយើងឃើញថាទាំងចំណេះដឹងរបស់គាត់សមត្ថភាពហើយសិលធម៌សុជីវធម៌របស់គាត់យើងឃើញទាំងអស់គ្នាតាំងពីគាត់ឡើងកាន់តំណែងបើឲ្យខ្ញុំស្ដាប់ឮថាពាក្យដែលគាត់ជេរគំរោះគំរើយគឺអត់មានទេអញ្ចឹងថ្នាក់ដឹកនាំប្រភេទនេះដែលយើងអាចនិយាយបានថាគួរតែគ្រប់គ្រងគាត់ឲ្យគាត់មានសុខភាពល្អមានបញ្ញាឆ្លាតវៃដើម្បីដឹកនាំប្រទេសកម្ពុជាឲ្យរីកចម្រើនហើយយើងក៏ត្រូវការអ្នកការពារមួយដែលមានប្រសិទ្ធភាពផងដែរមិនមែនដូចថាយូរទៅប្រទេសយើងកាន់តែរួមខោចទៅនោះទេចាអញ្ចឹងយើងខ្វះខាតកន្លែងណាយើងនឹងបរិងទៀតដូចជាវិស័យអប់រំវិស័យសុខាភិបាលវិស័យការពារជាតិហើយមន្ត្រីពន្ធគយមន្ត្រីតាមស្ថាប័នមួយចំនួនត្រូវតែបរិងសមត្ថភាពវាជាជំហានមួយដែលល្អមែនតើហើយយើងឃើញថាយើងបានបោះសម្អាតគេហៅថាអ្នកឆបោកអនឡាញមួយចំនួនហើយយើងកុំចេះតែអង្គុយតែរិះគន់ណាហ្នឹងហើយយើងចាប់ផ្ដើមធ្វើឥឡូវរាជរដ្ឋាភិបាលក៏ចាប់ផ្ដើមធ្វើបោះសម្អាតដែលយើងត្រូវតែទាញអ្នកវិនិយោគិនដ៏ត្រឹមត្រូវអ្នកដែលគុណភាពចូលមកក្នុងប្រទេសយើងដើម្បីឲ្យប្រទេសយើងរីកចម្រើនបងប្អូនត្រូវត្រឡប់មកវិញថារក្សាផ្លូវចិត្តយើងឲ្យបានល្អទាំងខ្ញុំនឹងគេខ្ញុំជឿថាយើងសិតតែមិនសប្បាយចិត្តទាំងអស់គ្នាហ្នឹងហើយក៏ប៉ុន្តែយើងត្រូវតែគិតអ្វីដែលល្អហើយយើងត្រូវប្រឹងសមត្ថភាពខ្លួនឯង
អ្នកធ្វើការខំប្រឹងធ្វើការអ្នករកស៊ីខំប្រឹងរកស៊ីហ្នឹងហើយសិស្សានុសិស្សខំប្រឹងរៀនសូត្រហើយយើងជាឪពុកម្ដាយបច្ចុប្បន្នខ្ញុំក៏ជាឪពុកម្ដាយដែរយើងក៏ត្រូវតែខិតខំផ្ដល់ចំណេះដឹងបញ្ជូនកូនយើងទៅសាលាដើម្បីឲ្យគាត់មានសមត្ថភាពនៅក្នុងសង្គមហើយជាតពាំងស្នងឫស្សីហ្នឹងហើយនិយាយមកដល់ត្រង់ចំណុចហ្នឹងគឺខ្ញុំលើកមុនក៏មានការផ្ទុះដែរតាក់ទងនឹងគេហៅថាបង្កើតធនធានបងប្អូនមួយចំនួនគាត់ច្រឡំក៏ប៉ុន្តែធនធានគឺយើងត្រូវការធនធានដែលប្រកបដោយមានគុណភាពហ្នឹងហើយធនធានមនុស្សគាត់និយាយចឹងណាអញ្ចឹងសូមឲ្យមនុស្សស្រីហ្នឹងបង្កើតកូនឲ្យបានច្រើនអីចឹងទៅខ្ញុំគឺជាមនុស្សស្រីហើយយើងត្រូវគិតថាយើងបង្កើតច្រើនមិនក៏ដោយប៉ុន្តែបើសិនជានៅក្នុងប្រទេសយើងប្រព័ន្ធការអប់រំនៅខ្សោយមិនមានការផ្ដល់អត្ថប្រយោជន៍ផ្សេងទៅដល់ស្ត្រីដែលគាត់មានពពោះហើយឬក៏ផ្ដល់អត្ថប្រយោជន៍ផ្សេងទៅដល់កុមារដើម្បីឲ្យគាត់ជាទំពាំងស្នងឫស្សីឲ្យល្អទេនោះអញ្ចឹងធនធានចំនួនមនុស្សទាំងអស់ហ្នឹងគឺវាអត់មានប្រសិទ្ធភាពចូលខ្ញុំនិយាយចាបានន័យថាមនុស្សច្រើនមែនប៉ុន្តែមនុស្សខ្លះគឺអត់មានប្រយោជន៍អញ្ចឹងដើម្បីឲ្យមានប្រយោជន៍បានគឺយើងត្រូវតែអប់រំហ្នឹងហើយអ្នកអប់រំដំបូងគឺឪពុកម្ដាយចាអ្នកឪពុកម្ដាយអញ្ចឹងយើងត្រូវបង្កើតប្រព័ន្ធអប់រំតាមអនឡាញតាម social media ទូ Facebook YouTube អីផ្សេងហ្នឹងចាយើងបង្កើតការអប់រំឲ្យច្រើនទៅដល់មេដាបេដាឲ្យគាត់យល់ថាតើគាត់បង្កើតមកគឺគាត់ត្រូវតែចិញ្ចឹមបីបាច់ថែរក្សាអប់រំបន្ថែមទៀតមិនហ៊ុញទៅឲ្យគ្រូ 100% ទេហ្នឹងហើយកន្លែងនេះខ្ញុំក៏គ្រាន់តែចង់បើកកំពង់កញ្ចក់កន្លែងហ្នឹងដែលចង់ចែករំលែកទៅបងប្អូនកុំឲ្យមានការយល់ច្រឡំណាហ្នឹងហើយត្រឡប់មកវិញបងប្អូនក្នុងរយៈពេលនេះយើងត្រូវតែឈរឲ្យមាំមានស្មារតីជាធ្លុងមួយសាមគ្គីភាពជឿជាក់ទៅលើរាជរដ្ឋាភិបាលទូឲ្យលោកធ្វើការដោះស្រាយរឿងខ្លះมันអាចដោះស្រាយត្រឹមរយៈពេលខ្លីទេត្រូវការរយៈពេលយូរហើយយើងក៏ដឹងថាយើងធនធាននៅខ្វះខាតជាងគេចំណុចណាខ្លះដែលយើងនៅសល់ជាងគេគឺយើងដឹងណាប៉ុន្តែមិនបាច់ចាំបកស្រាយនិយាយអូស្រែកលែតអីទេមិនបាច់ទេហ្នឹងហើយនាំតែវាយប្រហារស្មារតីដល់ប្រជាពលរដ្ឋនិងកងទ័ពផ្សេងទេហ្នឹងហើយវាមិនជារឿងល្អទេណាចាអញ្ចឹងយើងគួរតែពួតដៃគ្នាសាមគ្គីជាតិមួយជាមួយនឹងរាជរដ្ឋាភិបាលទូឲ្យលោកធ្វើការដោះស្រាយណាហើយសម្រាប់ខ្ញុំជាប្រជាពលរដ្ឋខ្ញុំមានតែជូនពរទៅដល់ថ្នាក់ដឹកនាំឲ្យគាត់មានសុខភាពល្អអាយុវែងហើយបញ្ញាវាងវៃធ្វើការសម្រេចចិត្តត្រូវគាត់សម្រេចចិត្តត្រូវនឹងនាំប្រទេសជាតិមួយនេះប្រជាពលរដ្ឋមួយនេះរីកចម្រើនចាអញ្ចឹងយើងមានតែបនស្រន់ឲ្យគាត់ទេហ្នឹងហើយនឹងប្រជាពលរដ្ឋយើងទាំងអស់គ្នាគឺសុខសប្បាយទាំងអស់គ្នាចាអរគុណខ្ញុំមានតែប៉ុណ្្នឹងជម្រាបលា